Hello ទស្សនិកអ្នកគ្នាថ្ងៃនេះគឺខ្ញុំមកបង្ហាញពីសកម្មភាពខ្ញុំនៅពេលដែលមុនថ្ងៃ birthday ខ្ញុំអីចឹងណាថ្ងៃទី10ខែ4ហ្នឹងគឺខ្ញុំជួបម៉ាក់ខ្ញុំបាននាំគ្នាទៅថត photo shoot នៅ Eon មួយអ្នកគ្នាទៅគោលបំណងថតហ្នឹងគឺដើម្បីថតមុនថ្ងៃ birthday ខ្ញុំអីចឹងណាអ្នកគ្នានេះគឺពួកខ្ញុំកំពុងតែនាំគ្នាដើរឆ្ពោះទៅរក selfie booth នៅ Eon មួយអ្នកគ្នាទៅលើកទី1ខ្ញុំមកដល់ពេលចឹងទៅគឺខ្ញុំមានជាការមើល map ផងអីផងចឹងនៅជាន់ក្រោមហ្នឹងគឺគេមានតុបតែងបែបចូលឆ្នាំខ្មែរអីចឹងទាំងអស់គ្នាហើយខ្ញុំក៏បានចូល Mr. DIY សិនប៉ុន្តែចូលហ្នឹងគឺចូលតែមើលអត់មានបានទិញអីទេនិយាយទៅខ្ញុំធ្លាប់ថត photo booth ដែរអ្នកគ្នាប៉ុន្តែមិនរបៀបនៅ selfie booth ទេគឺពេលហ្នឹងគឺនៅកន្លែងការគេចឹងណាអ្នកគ្នាហើយឥឡូវគឺយើងមិនមកដល់ហើយចាប់ពេលមកដល់នោះគឺធ្វើការ selfie ជាមួយនឹង mirror selfie អីចឹងណាអ្នកគ្នានេះកន្លែងគេតុបតែងខ្លួននេះចឹងទៅចូលមកដល់នោះគឺយើងអាចទិញសម្បូរអីហើយយើងធ្វើការរើសជាមួយនឹង accessory គ្នាទៅគឺម៉ាក់ខ្ញុំមានជាការលោបន្តែហើយខ្ញុំនេះគឺនៅផ្អៀបផ្អងជាមួយនឹងបច្ចេកកញ្ចក់នឹងអត់ទៅណាទេចាបងខ្ញុំថាយកបន្តែនេះពាក់តែដល់ពេលខ្ញុំទៅវាមើលទៅដូចអត់សូវសមមកដល់ពេលចឹងទៅក៏ខ្ញុំដូរទៅអាចបន្តែក្រហមមួយទៀតថតបែប concept birthday ចឹងទៅខ្ញុំយក cake នេះណាគ្រី cute ហ្មងនិយាយទៅគឺយើងរើ accessory បានមកឆ្លាញ់បើ item នេះណាគ្រីខ្ញុំរើសជាមួយនឹងបន្តែនេះខ្ញុំ cute ហ្មងណាតែក៏រើបន្តែហ្នឹងឯងអ្នកគ្នាហើយបន្តមកខ្ញុំរើសជាមួយនឹងអាដៃឆ្មានេះពណ៌ខ្មៅបានមួយទៀតគេអាចរៀបទៅចូលហ្នឹងណាអ្នកគ្នាឃើញកញ្ចក់នៅកន្លែងចិត្តហ្នឹងទៀតចាគឺថាថតនៅហ្នឹងទៀតនេះអាចធ្វើយើងរើសបែបទៅដល់ហ្នឹងគឺថានៅរើស background នេះទៀតខ្ញុំរើសមួយកៅជុកនេះអ្នកគ្នាព្រោះមួយទៀតនឹងប្រភេទវាអត់ស្អាតដល់ពេលហើយគឺថានៅពីអស់មុខកញ្ចក់ទូរស័ព្ទនេះទៅកញ្ចក់ហ្នឹងគឺថតខ្ញុំម្នាក់ឯងមួយជួលនឹងម៉ាក់ខ្ញុំមួយអ្នកគ្នាពេលចឹងវាពី coupon នេះចឹងហែពេលហ្នឹងគឺខ្ញុំទៅគេកំពុងតែមានប្រម៉ូសិនទៀតអ្នកគ្នាតែចាប់ដែរហើយឥឡូវមកមើលខ្ញុំវិញម្ដងអ្នកគ្នាអូយយីទៅមែនតើនេះ cute មែនតើហ្មងចាមកនិយាយទៅអាពេលមុនថតហ្នឹងគេថាកាច់ style ឡើងមិនស្រឡាញ់នឹងអ្នកគ្នាដល់ពេលថតមែនតើអើយមិនទៅគាត់ខ្ញុំពីគៀមអូហើយអត់គឺដល់ពេលដែលយើងត្រូវចូលថតមែនតើហើយយើងត្រូវរើសស្លឹកខ្ញុំរើស portrait មុនដល់អ្នកគ្នាគេមានតម្លៃនៅលើហ្នឹងស្រាប់អីអញ្ចឹងណាពីឲ្យរើសហ្នឹងហើយគឺយើងអាចរើសជាមួយនឹង design បានមាន basic special ជាមួយនឹង season រើសឡើងគឺថាខ្ញុំយក season ដល់អ្នកគ្នានេះយើងអាចរើសបានទៅអញ្ចឹងណាហើយខ្ញុំរើស concept birthday ដល់អ្នកគ្នាមាន option ឲ្យយើងរើសចឹងទៅយើងស្រេចមួយណាគឺយើងដាក់មួយហ្នឹងទៅអញ្ចឹងណាហើយនីតិហ្នឹងក៏វា load តាមហ្នឹងដែរអ្នកគ្នាមិនមែនឲ្យលឿនអញ្ចឹងណានេះហើយតើមកខ្ញុំថត countdown គេមានយើងអាចកាន់ថតខ្លួនឯងឬក៏ countdown ខ្ញុំយក countdown បន្ទាប់មកយើងធ្វើការ V លេខកូដហ្នឹងមកដើម្បីចូលទៅកន្លែងថតហ្មងគឺយើងត្រូវវា coupon លេខកូដហ្នឹងអញ្ចឹងណាបានយើងអាចថតបានហើយពេលវាឲ្យយើងជួយ confirm អីធម្មតាមកបន្ទាប់ពីយើងវាអស់ហើយគឺយើងអាចធ្វើការចូលថតបានហើយដល់ពេលយើងថតអីអស់ហើយគឺគេឲ្យយើងរើសជាមួយនឹងស្លឹកដែលយើងចង់បានរូបដែលយើងចង់បានអញ្ចឹងណាគ្នាយើងអាចមាន option បានយើងគេឲ្យរើសដូចជាតា6ស្លឹកគេដែលយើងថតអា6ដល់ពេលយើងរើសតាមហ្នឹងទៅនេះតែយើងរើសធ្វើម៉េចកុំឲ្យជាន់គ្នាហើយត្រូវរើសឲ្យលឿនណាគ្នាសន្និទីវាកំណត់តាមហ្នឹងដែរហើយនេះគឺជារូប result ដែលខ្ញុំបានរើសអញ្ចឹងណាគ្នានេះតពីរូបហើយគេក៏ឲ្យយើងរើសជាមួយ filter ដែលយើងចង់បាន filter ណាហេងផឬមួយក៏របៀបដូច effect អីចឹងគឺអាចតាមនឹងបានទៀតដល់ពេលយើងគិតថាវានៅខ្វះអីយើងអាច add sticker បន្ថែមបានទៀតអ្នកគ្នាពេលជិះ next ហើយគឺគេឲ្យយើងកន្លែងយើង add sticker ឲ្យបានបើសិនជាអត់ទេក៏យើងជិះ print យកហ្មងទៅខ្ញុំចង់ add ចឹងទៅក៏ខ្ញុំ add តិចតួចនៅលើនឹងចឹងណាចង់ add អីគឺតាមចិត្តនឹងទៅតទៅយើងរើបានអស់ចិត្តអស់ចង់ហើយក៏យើងធ្វើការចាំរូបនឹងវា print ចេញមកចឹងដល់គ្នានេះឥឡូវនេះគឺវាកំពុងតែចាប់ដើម print ចេញមកហើយរូបបែបយើងទទួលបាននឹងគឺពីស្លឹកជាមួយទីទៀតហ្នឹងគឺរូបយើងចេញមកទាំងអស់គ្នាអូខេអញ្ចឹងឥឡូវគឺរូបយើងបានចេញមកទាំងអស់គ្នានេះគឺចេញមកមួយអញ្ចឹងណាទីទៀតហ្នឹងគឺមកមួយស្លឹកទៀតហើយយកបងអីគឺថាចូលមកដល់ទី2អ្នកគ្នាទី2នេះគឺខ្ញុំថតជាមួយនឹងម៉ាក់ខ្ញុំហើយយើងរើស frame capybara សំខាន់ណារើសចោះរើសឡើងហ្នឹងគឺថារើសរូបជាន់គ្នាឡើង3ឬសាររើសអត់តន់ណាអ្នកគ្នានេះគឺយើងចេញពីថតវិញនេះរូបយើងទទួលបានអ្នកគ្នាគឺអស់ហ្នឹងគឺ3ស្លឹកអ្នកគ្នានេះក៏មាន costume ឲ្យយើងពាក់ដែរអ្នកគ្នារបៀបដូចកូរ៉េជប៉ុនអីចឹងណាពេលចេញមកវិញហ្នឹងក៏មនុស្សគេមកហើយច្រើនអ្នកគ្នាពាក់ច្រើនគេសុខស្លាយចឹងអ្នកគ្នាគេមកចឹងទៅនេះតែពេលនេះខ្ញុំថតគេមាន promotion ផងពី coupon បានទទួលជាមួយនឹងក្បាលអត់កុំច្រើនថតអីហើយគឺយើងធ្វើការជិះចដៅយើងចុះទៅខាងជាន់ខាងក្រោមវិញអញ្ចឹងណាហ
ហើយនៅតាមផ្លូវដែលយើងចុះមកហ្នឹងគឺថាឃើញគេរៀបបែបប្រពៃណីចូលឆ្នាំខ្មែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងឡើយនេះគឺបន្ទាប់ពីយើងថតហើយគឺយើងអស់កិច្ចការដល់គ្នាយើងធ្វើការត្រឡប់ទៅផ្ទះវិញតែមកនិយាយមកមើលមុនថ្ងៃដែលខ្ញុំទៅថត photo boot ហ្នឹងវិញណាគឺថាខ្ញុំបានធ្វើកញ្ចក់ទាំងយប់មកអ្នកនរគ្នាហើយអ្នកដែលធ្វើខ្ញុំហ្នឹងគឺជាម៉ាក់ខ្ញុំគឺខ្ញុំសុំគាត់ធ្វើកញ្ចក់អញ្ចឹងណាធ្វើកញ្ចក់មុនថ្ងៃខួបកណ្ដាលខ្ញុំអញ្ចឹងណាគ្នាហើយណាមួយធ្វើថត photo boot ផងអញ្ចឹងទៅគាត់ធ្វើឲ្យទៅខ្ញុំធ្វើកញ្ចក់បែបពាក់កញ្ចក់ឲ្យអ្នកគ្នាហើយបន្ទាប់មកឡើយនេះគឺកាត់កញ្ចក់ពាក់នឹងដូចតែវាវែងពេកដូចខ្ញុំចង់បានរៀងខ្លីជាងនឹងអញ្ចឹងណាដល់ពីកាត់ហើយគឺយើងធ្វើការរុះហើយរុះហ្នឹងគឺយកទម្រង់កញ្ចក់ទៀតដែលខ្ញុំយកហ្នឹងគឺវាក្របល្មុតតែអ្នកគ្នាវាហើយរៀងស៊ូតិចតិចរៀងទាលអញ្ចឹងណាក៏ជាលេខទី1ដែលខ្ញុំបានធ្វើកញ្ចក់ពាក់ដែរអញ្ចឹងទៅគឺមានជាការរំភើបភ័យអអញ្ចឹងណានិយាយទៅគឺថាពេលហ្នឹងគឺធ្វើកញ្ចក់បដៅមើលរឿងបដៅយទៅ enjoy មែនតើហ្មងតស៊ូណាអ្នកគ្នាខ្ញុំធ្វើទាំងយប់ហ្មងហើយនិយាយមកខ្ញុំធ្វើដល់យប់ជ្រៅចាអ្នកគ្នាមកថានៅខាងក្រោយហ្នឹងក៏ដឹងដែរថាយប់ទៅប៉ុន្តែគេថានៅតស៊ូនឹងហ្មងណាទៅឃ្លៀវកាបន្ទាប់ពីយើងបានពាក់កញ្ចក់ហើយរុះបានរួចរាល់ហើយក៏យើងធ្វើការមកលាបទឹកភ្ជាប់ដបងគេបងអស់មកអ្នកគ្នាបន្ទាប់ពីយើងលាបហើយក៏មានន័យទេគឺយើងដាក់អាំងនឹងឲ្យចំនួន60វិនាទីហើយខ្ញុំថតកាត់ទីអ្នកគ្នាឥឡូវនេះគឺចូលដល់វគ្គដែលយើងធ្វើមកលាបកញ្ចក់វិញហើយខ្ញុំរើសពណ៌លឿងអ្នកគ្នាទៅពេលលាបហ្នឹងគឺលាបមួយអាំងមួយដើម្បីឲ្យវាឆាប់ស្ងួតចឹងណាហើយឥឡូវនេះគឺចូលមកដល់យើងលាប2តង់អ្នកខ្លះដូចជា3ជាន់ណោះចាហើយទៅឥឡូវនេះគឺធ្វើការដាក់ម៉ូតតិចតួចគឺមានដាក់ត្បូងជាមួយនឹងអានេះគឺអុកប៉ុងចុងអ្នកគ្នាចុងពណ៌សហើយទៅគឺថាពេលហ្នឹងគឺធ្វើបានតែមួយឈៀងតែឥឡូវនេះគឺកំពុងតែដាក់ត្បូងហើយត្បូងហ្នឹងគឺគេមានប្រាប់ខ្មែរដែរហ្នឹងដើម្បីវាសួរប៉ុន្តែគេថាយូរមែនតើអ្នកគ្នាណាត្បូងហ្នឹងមិនមែនសួរដែរណាអ្នកគ្នាគឺថាឡើងនេះមកឡើងថតឲ្យអ្នកគ្នាមើលបានតែមួយឈៀងហើយសំខាន់អត់ទាន់ឲ្យប្រកាសទៀត This is the result guys ទៅមកខ្ញុំទៅទី1ប៉ុន្តែប៉ុណ្ណឹងខ្ញុំទទួលក៏បានហើយបើខ្ញុំមើលដល់ថ្ងៃ birthday ខ្ញុំវិញគឺថាពេលព្រឹកខ្ទង់ម៉ោង11ហ្នឹងគឺថាខ្ញុំបានទៅញ៉ាំអីមួយមិត្តភក្តិខ្ញុំអញ្ចឹងណាហើយបន្ទាប់មកក៏បាន surprise ជាមួយនឹង cake ខ្ញុំឡើងអត់ដឹងមកអ្នកគ្នាចឹងមកមេចឹងគឺខ្ញុំអរគុណមិត្តពិតតែបាន surprise cake ដល់អត់មានដឹងមុនហ្មងហើយពេលដែលមកដល់ផ្ទះវិញហ្នឹងគឺថាខ្ញុំបានធ្វើ cake ជុំគ្រួសារម្ដងចឹងដល់គ្នាគឺថាថតរូបអីមុនដល់គ្នាព្រោះអីខ្លាចអូយពេល cake ទៅវាលាយអីចឹងដល់ពេលយើងទៅក៏ធ្វើការថតរូបមុនអីចឹងទៅហើយមើលឡើង cute តែម្ដងចាហើយនេះគឺជាសសឹងដែលជារូបដែលខ្ញុំបានថតនៅថ្ងៃហ្នឹងចឹងអ្នកគ្នាថតបានខ្លះដែរ yes so ហ្នឹងឯណាគ្នាមានប៉ុណ្្នឹងឯងអញ្ចឹងណាបន្ទាប់មកក៏យើងធ្វើការដកនំចេញពីប្រអប់មកអ្នកគ្នាហ្នឹងឯងអញ្ចឹងមានប៉ុណ្្នឹងឯងអ្នកគ្នាទៅ cake នេះគឺរបៀប purple theme ហើយមានជាមួយនឹង cream ច្រើនហ្នឹងឯងអ្នកគ្នា theme purple តែម្ដងហើយបន្ទាប់មកយើងធ្វើការដុតទៀនហើយនេះគឺយើងធ្វើការបួងសួងហ្នឹងអញ្ចឹងគឺថាខ្ញុំបួងសួងក្នុងចិត្តហើយខ្ញុំក៏សូមអរគុណទៅអ្នកដែលបានជួយពួកខ្ញុំនៅថ្ងៃខួបកំណើតរបស់ខ្ញុំដែរគឺខ្ញុំមានអាយុ17ឆ្នាំពេញតែម្ដងចាហ្នឹងហើយ I hope you guys having a great day thank you very much for the wishes ហ្នឹងហើយគឺខ្ញុំអរគុណខ្លាំងមែនតើមកអ្នកគ្នាអូខេខាងគឺអត់ថតជាប់ពេលដែលខ្ញុំផ្លុំទៀននឹងទៀនអ្នកគ្នាធ្វើអ្វីបានសម្រាប់ក្នុងជីវិតAnd also thank you to my brother for the wishes បន្ទាប់ពីយើងបានផ្លុំទៀននេះអស់ហើយក៏យើងមកធ្វើការកាត់នំដើម្បីចែកគ្នាញ៉ាំអញ្ចឹងណាហើយ cake របស់យើងនឹងគឺ team purple ហើយមាន like រសជាតិសាច់តយណាគ្នាហើយ cream ហិងច្រើនតិចយ៉ាប៉ុន្តែរសជាតិវិញខ្ញុំឲ្យ8លើ10ចុះហើយបន្ទាប់មកក៏យើងមានជាមួយនឹងគោឡើងភ្នំដែលវគ្គចុងបញ្ចប់មកណាគ្នាពេលញ៉ាំហើយគឺថាចូលគេងធម្មតាចាសូមអរគុណហើយអញ្ចឹងរំលង birthday ខ្ញុំដូចជា3-4ថ្ងៃដែរបន្តអត់អីហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាខ្ញុំផុសហេយូដោយសារតែខ្ញុំត្រូវនៅ edit កាត់តអីទៀតចឹងណាគ្នាហ្នឹងហើយបើសិនជាចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like subscribe follow ខ្ញុំម្នាក់មួយហើយ comment ម្នាក់មួយខាងក្រោមផងណាអូខេអរគុណអ្នកគ្នាជួបគ្នាជាមួយខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយបាយគឺថាលេងសតវន្តាហ្មងហ្នឹងហើយអញ្ចឹងខ្ញុំអរគុណអ្នកគ្នាខ្លាំងមែនតើហ្មងហើយខ្ញុំសង្ឃឹមថាអ្នកគ្នានឹងនៅតែបន្តគាំទ្រ support ខ្ញុំអីអញ្ចឹងអ្នកគ្នាហើយខ្ញុំធ្វើវីដេអូដើរលេងឬក៏មិនថាវីដេអូ daily routine ឬក៏វីដេអូផ្សេងៗមិនអាប់អីទីខ្ញុំនឹងព្យាយាមធ្វើឲ្យជួនអ្នកគ្នាហើយព្រោះថាវារៀងយូរអ្នកគ្នាក៏អាចផុសជាប់គ្នាបានទេគុណចំពោះ45 like ហើយនឹង95 followers នៅ Facebook page របស់ខ្ញុំហើយក៏ដូចជា
YouTube មួយទៀតអ្នកគ្នាបើសិនជាអ្នកគ្នាអត់ដឹងថាខ្ញុំមាន YouTube ទេគឺខ្ញុំមានមួយទៀតអ្នកគ្នាហើយហ្នឹងហើយចឹងកុំភ្លេចចូលទៅ like subscribe follow ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតហើយអ្នកគ្នាហ្នឹងហើយចឹងតមកទៀតគឺខ្ញុំនឹង unboxing gift ដែលខ្ញុំបានមកពីមិត្តភក្តិខ្ញុំអ្នកគ្នាបរិស្រាំថ្មីតែស្បូនរបស់ញ៉ាំ in notes ហើយនេះមាននំអ្នកគ្នាពាក់ច្រើនគឺរបស់ខ្ញុំ Oh this macaron ដែរ my favorite color នំដូចគ្នាមិនថ្មីនេះតខំយកគ្នាចំនួន2អានេះក៏2ដែរហើយខ្ញុំអត់បានតបបានទេតែខ្ញុំដឹងអានឹងសុខភាពហ្មងមួយនឹងអីគេ coffee and ice នេះទៀតដល់គ្នាកដោតូចឬក៏កដោធំឯងគឺខ្ញុំនឹងទទួល accept គឺវាគឺជាទឹកចិត្តចឹងអ្នកគ្នា thank you so much មែនតើអរគុណមិត្តថ្មីអរគុណ thank you បាទ subscribe ដាក់សញ្ញាកណ្ដឹងផងដើម្បីនៅពេលដែលខ្ញុំផុសអ្នកទាំងអស់គ្នានឹងទទួលបានមុនគេអូខេចឹងមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ